แล้วศึกษาสังคมบ่យើងរៀនមេរៀនទី4មេរៀនទី4គឺសិល្បៈនិងការច្នៃប្រឌិតចំណុចទី1ការសូនរូបហើយយើងរៀនត្រឹមចំណុចកមកគឺរបៀបសូនរូបឥឡូវកូនបើកសៀវភៅទំព័រទី26កូនមើលរូបភាពហើយគ្រូនឹងសួរថាតើថោនឹងគេផលិតពីអីយកដីអត់ចាយមកកូនមើលរូបភាពណាដីអត់ឬម្សៅអង្ករស្ងួតតើថោផលិតពីអីខ្លះមើលរូបភាពផលិតពីអីខ្លះដីអត់មកសូហេងឆ្លើយមើលមានអីខ្លះជំរាបប្រសាអ្នកគ្រូថោគេផលិតមកពីដីឥដ្ឋចាទៀតនិងឬម្សៅអង្ករស្ងួតអស់ហើយអ្នកគ្រូចាផលិតពីដីឥដ្ឋចាអង្គុយបើសិនជាកូនពិបាករកដីឥដ្ឋនៅកន្លែងនេះពិបាករកដីឥដ្ឋដែលគេលក់គេមានដីឥដ្ឋអាហ្នឹងវាលក្ខណៈដូចរៀងដូចលក្ខណៈដូចស្លែមតិចចឹងណាប៉ុន្តែលក្ខណៈដីឥដ្ឋប៉ុន្តែស្អិតយើងអាចធ្វើថោក៏បានដែរហ្នឹងទិញមកធ្វើថោបានចឹងគេមានអីទៀតក្តារបន្ទះត្រូវអត់ក្តារបន្ទះឬក្តារសម្រាប់ជូតមានទេទ្រាប់ចាចាសំណួរទី1តើអ្នកត្រូវការសម្ភារៈអ្វីខ្លះដើម្បីសូនរូបថូផ្កាហ្នឹងយើងយកត្រូវការសម្ភារៈអីខ្លះដើម្បីបង្កើតថូសូនថូផ្កាហ្នឹងបានយើងត្រូវការសម្ភារៈអីខ្លះដើម្បីសូនរូបថូផ្កាហ្នឹងបានទី2តើអ្នកបង្កើតថូផ្កាដោយមិនដេចខ្លះអាហ្នឹងសំណួរទី2នេះគឺជាសំណួរដែលយើងរបៀបសូនរូបថូផ្កាហ្នឹងទី1គេត្រូវធ្វើម៉េចទី2ត្រូវធ្វើម៉េចទី3ត្រូវធ្វើម៉េចចឹងណាអានេះគ្រូបញ្ជាក់ម្ដងទៀតតើអ្នកបង្កើតថូផ្កាដោយមិនដេចខ្លះហ្នឹងគឺរបៀបបង្កើតថូផ្កាហើយទី1គេត្រូវធ្វើម៉េចខ្លះទី2ម៉េចខ្លះចឹងណាអាហ្នឹងវាទៅតាមជំហានរបស់វាឥឡូវតាសំណួរឲ្យចម្លើយជំរាបប្រសាអ្នកគ្រូសំណួរ1តើអ្នកត្រូវការសម្ភារៈអ្វីខ្លះដើម្បីសូនរូបថូផ្កា2តើអ្នកត្រូវបង្កើតថូផ្កាដោយមិនដេចខ្លះចម្លើយ1ដើម្បីសូនរូបថូផ្កាយើងត្រូវការសម្ភារៈមួយចំនួនដូចជាដីឥដ្ឋឬម្សៅអង្ករស្ងួតបន្ទះក្តារឬក្រដាសសម្រាប់ទ្រាប់ឬក្តារបង្វិលដំបងសម្រាប់ដាំដីឥដ្ឋចានដាក់ទឹកកន្សែងជូតដៃឡាក់2យើងត្រូវបង្កើតថូផ្កាដូចជាយកដីឥដ្ឋមកដំឲ្យម៉ត់ចាក់ទឹកសើមលើដីឥដ្ឋច្របល់ដីឥដ្ឋឲ្យទន់ល្មមដាក់ដីឥដ្ឋលើបន្ទះក្តាររួចជន់ឲ្យវិលយកដៃពុតដីឲ្យចេញជាថូយកថូផ្កាសូនរួចទៅដាក់ហាលឲ្យស្ងួតឥឡូវចូលដល់ចម្លើយរបស់យើងសំណួរទី1តើអ្នកត្រូវការសម្ភារៈអ្វីខ្លះមកសេនាឆ្លើយចឹងគេថាដើម្បីសូនរូបកាបានរូបថូផ្កាបានដើម្បីសូនរូបកាបានយើងដើម្បីសូនរូបថូផ្កាបានយើងត្រូវការសម្ភារៈអ្វីខ្លះដើម្បីសូនរូបថូផ្កាបានយើងត្រូវការសម្ភារៈដូចជាដីឥដ្ឋគឺម្សៅអង្ករស្ងួតបន្ទះក្តារឬក្រដាសសម្រាប់ទ្រាប់បន្ទះក្តារអីទៀតឬក្រដាសសម្រាប់ទ្រាប់ឬការបង្វិលក្រដាសសម្រាប់ទ្រាប់អីទៀតឬការបង្វិលឬក្តារបងវិលអីទៀតដំបងសម្រាប់ដំដីឥដ្ឋអស់ហើយចានដាក់ទឹកចានដាក់ទឹកអីទៀតកន្សែងជូតដៃលាក់ហ្នឹងមានផ្សេងទៀតណាតទៀតមកទី2គេសួរថាតើ
អ្នកបង្កើតថូកាដូចម្ដេចខ្លះអាហ្នឹងវាចូលលក្ខណៈថារបៀបបង្កើតថូកាតាយើងដើម្បីឲ្យបង្កើតថូកាតើមានចង់និយាយថាចេះតាអ្នកត្រូវបង្កើតថូកាដូចម្ដេចខ្លះមានន័យថាតើយើងបង្កើតថូកាតាមជំហានមិនខ្លះទី1ធ្វើម៉េចទី2ធ្វើម៉េចអីចឹងទៅអញ្ចឹងយើងត្រូវបង្កើតថូកាយើងត្រូវបង្កើតថូកាតាមជំហានអញ្ចឹងមកតាមជំហានទី1ទី2ធ្វើម៉េចទី3ធ្វើម៉េចនៅក្នុងនោះវាមានប្រហែលជំហាន6ជំហានមែនទេគូដាក់ចុចឲ្យបាន6បណ្ដោយអញ្ចឹងយើងបង្កើតថូកាតាមជំហានដូចជាទី1កូនឯងឆ្លើយមួយជំហានមកទី1ធ្វើម៉េចយកដីឥដ្ឋចាដុំឲ្យម៉ត់គួយឆ្លើយទី3ធ្វើម៉េចចាច្របល់ដីឥដ្ឋឲ្យទន់ល្មមយើងច្របល់វាសិនណាច្របល់ដីឥដ្ឋឲ្យទន់ល្មមមកអ្នកនៅក្បែរគ្នាទី4ដាក់ដីឥដ្ឋលើបន្ទះក្តាររួចជន់ឲ្យវិលដាក់ដីឥដ្ឋនៅលើអីលើបន្ទះក្តារធ្វើម៉េចទៀតរួចជន់ឲ្យវិលតាអង្គុយឆាយាយកដៃធ្វើម៉េចពុតណាយកដៃពុតដីចាឲ្យចេញជាថោទី6ធ្វើម៉េចយកថូកាសូនរួចទៅដាក់ហាលម៉េចចាដាក់ហាលឲ្យស្ងួតខ្ញុំរៀបប្រសាសន៍អ្នកគ្រូសិក្សាសង្គមមេរៀនទី4សិល្បៈនិងការសិក្សាសង្គមមេរៀនទី4សិល្បៈនិងការច្នៃប្រឌិតកការសូរុកការរុកការរបៀបរបៀបសូរុកថូកាសំណួរ1តើអ្នកត្រូវការសម្ភារៈអ្វីខ្លះដើម្បីសូរុកថូកា2តើអ្នកត្រូវសូនរុកថូកា2តើអ្នកត្រូវបង្កើតថូកាដូចម្ដេចខ្លះចម្លើយ1ដើម្បីសូនរុកថូកាបានយើងត្រូវការសម្ភារៈដូចជាដីឥដ្ឋឬម្សៅអង្ករស្ងួតបន្ទះក្តារឬកណ្ដាស់សម្រាប់ទ្រាប់ឬការក្តារបង្វិលដំបងសម្រាប់ដុំដីឥដ្ឋចានដាក់ទឹកកន្សែងជូតដៃ2យើងត្រូវបង្កើតថូកាតាមជំហានជំហានទី1យកដីឥដ្ឋដុំឲ្យម៉ត់ជំហានទី2ចាក់ទឹកសើមលើដីឥដ្ឋជំហានទី3ច្របល់ដីឥដ្ឋឲ្យទន់ល្មមដាក់ដីឥដ្ឋលើបន្ទះក្តាររួចជន់ឲ្យវិលយកដៃពុតដីឲ្យចេញជាថូកា
យកថូបការសូនរួចទៅដាក់ហាលឲ្យស្ងួត ជំរាបប្រសាអ្នកគ្រូមេរៀនទី4សិល្បៈនិងការច្នៃប្រឌិតសិល្បករខ្មែរតែងបង្សិប្បករខ្មែរតែងបង្កើតឡើងសិល្បករខ្មែរតែងបង្កើតឡើងនៅស្នាដៃសិល្បៈទាំងឡាយដូចជាគំនូរចម្លាក់ការសូនរូបជាដើមប្រកបដោយការផ្ចិតផ្ចង់និងប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ស្នាដៃសិល្បៈល្អៗរបស់បុព្វបុរសយើងបានបន្សល់ទុកមកធ្វើឲ្យកូនខ្មែរចំនួនក្រោយកោតសរសើររៀនសូត្រនិងអនុវត្តតាម 1. ការសូនរូបគឺជាការបង្កើតរូបឬសម្ភារៈសម្រាប់ប្រើប្រាស់ដូចជាក្អមឆ្នាំងចានថូផ្កាកែវប៉ាន់តែរូបសត្វផ្សេងៗជាដើមដើម្បីសូនរូបបានគេត្រូវមានសម្ភារៈមួយចំនួនដូចជាដីឥដ្ឋឬម្សៅអង្ករស្ងួតបន្ទះក្តារឬក្រដាសសម្រាប់ទ្រាប់ឬក្តារបង្វិលដំបងសម្រាប់ដាំដីឥដ្ឋចានដាក់ទឹកកន្សែងជូតដៃឡាក់ក៏របៀបសូនរូបថូផ្កាយកដីឥដ្ឋមកដាំឲ្យម៉ត់ចាក់ទឹកសើមលើដីឥដ្ឋច្របល់ដីឥដ្ឋឲ្យទន់ល្មមយកដាក់ដីឥដ្ឋលើបន្ទះក្តាររួចជន់ឲ្យវិលយកដៃពុតដីឲ្យចេញជាថយកថូផ្កាសូនរួចទៅដាក់ហាលឲ្យស្ងួត មកលើពិភាក្សាកិច្ចការផ្ទះអុយឥឡូវកិច្ចការផ្ទះយើងគឺទៅផ្ទះវិញកូនសូនរូបថូផ្កាហ្នឹងយកមកដាក់បន្ទុកបានទេ1ក្រំយក1ចា1ក្រំយក1ជួបគ្នាសប្តាហ៍ក្រោយយកមកដាក់បន្ទុកបានទេតើឥឡូវកូនអាចកត់មេរៀននេះបានណានៅលើក្តារខៀន